ធ្វើគំនិតនិពន្ធដោយ KOT រក្សាសិទ្ធិដោយសមាគមសូមកុំភ្លេចចុចលើសញ្ញា Subscribe បន្ទាប់មកចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗធ្វើគំនិតនិពន្ធដោយ KOT រក្សាសិទ្ធិដោយសមាគមអ្នកនិពន្ធខ្មែរធ្វើគំនិតអ្នកចាញ់គឺអ្នកបរាជ័យរមែងត្រូវគេប្រមាថអ្នកឈ្នះគឺអ្នកជោគជ័យរមែងត្រូវគេលើកតម្កើងចុះអ្នកវិញតើគួរធ្វើជាមនុស្សបែបណាក្នុងជីវិតអ្នកចាញ់ឬក៏អ្នកឈ្នះអ្នកមានសមត្ថភាពគេអាចនឹងយកបាននៅអ្វីដែលខ្លួនគេចង់បានដូចជាមាសពេជ្រលុយឡានឬតំណែងកិត្តិយសកេរ្តិ៍ឈ្មោះនិងអំណាចជាដើមឯអ្នកមិនមានសមត្ថភាពគេមិនអាចនឹងយកបាននៅអ្វីដែលខ្លួនគេចង់បានឡើយព្រោះការមិនមានសមត្ថភាពនោះឯងជាការបញ្ជាក់ដល់ខ្លួនគេចំណេះវិជ្ជាជាកូនសោរសម្រាប់ចាក់ចូលទៅយកទ្រព្យសម្បត្តិចេញពីឃ្លាំងដែលមានម្ចាស់គេបានអនុញ្ញាតហើយអ្នកមានស្មារតីខ្ពស់រមែងមើលគោលដៅធំជាការងារសំខាន់កាលបើបុគ្គលធ្ងន់ក្នុងការយល់ហេតុផលការងារទាំងឡាយបុគ្គលក៏ធ្ងន់ក្នុងការអត់ធន់បានរាល់ការបកស្រាយនៃបញ្ហាការធ្វើរមែងប្រសើរជាងការនិយាយចិត្តនិងគំនិតរមែងមានឥទ្ធិពលឈានដល់ដំណើរជីវិតដ៏ពិតព្រោះផលវិជ្ជមាននិងអវិជ្ជមានគឺកើតចេញតែអំពីចិត្តនិងគំនិតនោះឯងជើងមើលមនុស្សនឹងទៅជាយ៉ាងណាក្នុងជីវិតស្ដេចហើយតែនៅលើចិត្តនិងគំនិតនោះឯងមានក៏មកពីចិត្តគំនិតក្រក៏មកអំពីចិត្តគំនិតអ្វីទាំងឡាយត្រូវគ្រប់គ្រងដោយបុគ្គលជាអ្នកមានសមត្ថភាពគោលដៅត្រូវយកមកដាក់នៅទីចំពោះមុខទុកដូចជាទីគោរពបូជាដើម្បីដឹកនាំស្មារតីឲ្យដើរតាមផ្លូវនៃគោលដៅនោះធ្វើជាមនុស្សត្រូវយកការចេះដឹងដាក់ជាប់តាមខ្លួនជានិច្ចឲ្យដូចជាមនុស្សទាំងឡាយដែលទៅណាមកណាតែងស្លៀកដណ្ដប់នៅសម្លៀកបំពាក់ដើម្បីបន្តឹងនូវភាពមិនល្អមិនស្អាតរបស់ខ្លួនយ៉ាងនោះដែរបើមិនស្គាល់ភាពត្រឹមត្រូវថាយ៉ាងម៉េចផងតើនឹងឲ្យគេធ្វើនៅអ្វីដែលហៅថាត្រឹមត្រូវនោះយ៉ាងម៉េចនឹងកើតសម្ដីទន់ភ្លន់សម្ដីពីរោះផ្អែមល្ហែមសម្ដីសុភាពរាបសារសម្ដីនិយាយត្រូវទំនងសម្ដីនិយាយមានប្រយោជន៍សម្ដីនិយាយត្រូវពេលសម្ដីនិយាយមានហេតុផលមិនដឹងថាយ៉ាងម៉េចផងតើនឹងឲ្យគេនិយាយពាក្យទាំងនោះចេញមកយ៉ាងម៉េចនឹងបានបុគ្គលណាតាំងនៅក្នុងការអប់រំជាដរាបបុគ្គលនោះជាអគ្គបុគ្គលដ៏ប្រសើរលើលោកសម្ដីដែលបុគ្គលនិយាយហើយធ្វើបាននេះមិនមែនជាសម្ដីរបស់អ្នកអួតទេតែនេះជាសម្ដីអ្នកខ្លាំងការងារណាមួយបុគ្គលធ្វើបានហើយដោយកម្រដោយលំបាកបុគ្គលនោះឯងជាកំពូលមនុស្សភាពជាអ្នកខ្លាំងកាលបើជួបនឹងកម្លាំងនៃឧបសគ្គកាន់តែខ្លាំងប៉ុណ្ណាភាពខ្លាំងនៃបុគ្គលនោះរឹងរិតតែខ្លាំងប៉ុណ្ណោះភាពខ្លាំងនៃមនុស្សបង្កប់នៅក្នុងសន្តាននៃចិត្តមិនមែនបង្ហាញតាមសម្បកក្រៅនៃមនុស្សឡើយលទ្ធផលសមិទ្ធផលដែលសម្រេចបានគឺជាការបញ្ជាក់អំពីភាពខ្លាំងនៃមនុស្សនោះកុំសោកស្ដាយនៅអ្វីដែលបានបាត់បង់ទៅតែត្រូវរកវិធីយ៉ាងណាដើម្បីនឹងយកឲ្យបានមកវិញនៅអ្វីដែលបានបាត់បង់ទៅនោះប្រើយុវភាពឲ្យទាន់សមត្ថកាលដើម្បីញ៉ាំងប្រយោជន៍ដែលមិនទាន់ដល់ឲ្យបានដល់ដើម្បីញ៉ាំងប្រយោជន៍ដែលកំពុងដល់ឲ្យដល់បរិបូរណ៍គ្រប់គ្រាន់ដើម្បីញ៉ាំងប្រយោជន៍ដែលបានដល់ហើយឲ្យដល់បរិបូរណ៍ច្រើនឡើងបើកចិត្តប្រតិបត្តិការលើសមរភូមិសេដ្ឋកិច្ចដោយយកគំនិតនិងទង្វើជាក្បួនទ័ពប្រយុទ្ធ
កុំចូលកាន់សង្គ្រាមដោយគ្មានអាវុធកុំធ្វើដំណើរក្នុងជីវិតដោយគ្មានវិជ្ជាកុំចូលកាន់ការងារដោយគ្មានសមត្ថភាពចង់ចេះកុំស្ដាយសរសេរចង់មានដូចគេកុំស្ដាយកម្លាំងបញ្ហាសេដ្ឋកិច្ចជាបញ្ហាចំពោះមុខបញ្ហានាំមុខគឺបញ្ហាអប់រំរៀនថ្នាក់បរិញ្ញាបត្រមានពេលកំណត់ត្រូវឈប់4ឆ្នាំរៀនថ្នាក់អប់រំចិត្តមិនមានពេលកំណត់ត្រូវឈប់ឡើយកុំធ្វើនៅការងារអ្វីៗដោយគ្រាន់តែបានប្រយោជន៍ទៅលើអ្នកដទៃចូលធ្វើនៅការងារអ្វីៗឲ្យបានជាប្រយោជន៍មកឲ្យខ្លួនឯងវិញមានតែការឈ្នះដោយភាពត្រឹមត្រូវប៉ុណ្ណោះទើបជាអធិជ័យគឺជំនះយ៉ាងធំជំនះយ៉ាងសម្បើមឯការឈ្នះដោយភាពត្រឹមត្រូវគឺឈ្នះដោយការធ្វើត្រូវនោះឯងគំនិតគិតល្អពាក្យសម្ដីនិយាយល្អនិងធ្វើអំពើល្អបីនេះជាភរិយាប្រព្រឹត្តនៃបណ្ឌិតបីនេះជាកិរិយាប្រព្រឹត្តនៃបណ្ឌិតគំនិតគិតមិនល្អពាក្យសម្ដីនិយាយមិនល្អនិងធ្វើអំពើមិនល្អបីនេះជាកិរិយាប្រព្រឹត្តនៃជនពាលការរារាំងនិងការតាំងចិត្តឆ្ពោះទៅមុខពិតជាមានកម្លាំងមិនចាញ់គ្នាឡើយប៉ុន្តែការតាំងចិត្តឆ្ពោះទៅមុខមានកម្លាំងមុតស្រួចជាងហើយជាទីបំផុតនៃកម្លាំងទាំងពីរការតាំងចិត្តឆ្ពោះទៅមុខពិតជាឈ្នះការរារាំងជាប្រាកដមនុស្សក្នុងសង្គមគេចាំតែមើលគេចាំតែថាតែប៉ុណ្ណោះជើងធ្វើយ៉ាងណាគេមើលគេថាទាំងអស់តែបើយើងធ្វើតែអ្វីដែលត្រឹមត្រូវនិងធ្វើតែអំពើល្អនោះប្រាកដជាមានអ្នកដទៃជាច្រើនគេគោរពមនុស្សលេងនិងមនុស្សមែនខុសគ្នាត្រង់ថាមនុស្សលេងបានត្រឹមនិយាយលេងសើចលេះលោះដោយឥតប្រយោជន៍ប៉ុណ្ណោះចំណែកមនុស្សមែនគឺគេមិននិយាយលេងសើចលេះលោះដោយឥតប្រយោជន៍នោះឡើយតែគេធ្វើឲ្យឃើញជារូបរាងនៃលទ្ធផលតែម្ដងការរស់នៅរបស់មនុស្សយើងក្នុងโลกនេះរមែងមានអាថ៌កំបាំងនិងហេតុផលផ្សេងគ្នាជាច្រើនចូលកុំមើលងាយមនុស្សតាមរយៈរូបភាពជាសម្បកក្រៅរបស់គេជួនកាលមនុស្សដែលយើងមើលងាយនោះគេជាមនុស្សដ៏អស្ចារ្យម្នាក់ក៏អាចថាបានយោងតាមច្បាប់ហេតុផលបានកំណត់ថាបើបុគ្គលមានកម្លាំងព្យាយាមប៉ុណ្ណាលទ្ធផលដែលសម្រេចបានក៏មានទំហំស្មើនឹងកម្លាំងព្យាយាមនោះប្រសិនបើបុគ្គលមានគោលដៅនៅទីដ៏ខ្ពង់ខ្ពស់បុគ្គលក៏គប្បីប្រឹងប្រែងក្នុងឆន្ទៈឲ្យស្មើនឹងកម្ពស់នៃទិសដៅរបស់ខ្លួនក៏យ៉ាងនោះដែរបើយើងមានសេចក្តីព្យាយាមជាដរាបឲ្យដូចជាខ្សែទឹកទន្លេដែលចេះតែហូរទៅមុខជានិច្ចដោយមិនមានការត្រឡប់ក្រោយនោះនៅក្នុងដំណើរជីវិតនៃយើងប្រាកដជានឹងជួបប្រសពនៅសេចក្តីសម្រេចនិងគ្រប់គ្រាន់ដោយទ្រព្យសម្បត្តិធ្វើដំណើរក្នុងផ្លូវណានឹងទៅដល់គោលដៅក្នុងផ្លូវនោះធ្វើដំណើរក្នុងផ្លូវខុសនឹងទៅដល់គោលដៅក្នុងផ្លូវខុសធ្វើដំណើរក្នុងផ្លូវត្រូវក៏នឹងទៅដល់គោលដៅក្នុងផ្លូវត្រូវត្រូវគឺត្រូវមិនមែនត្រូវនៅលើចំនួនភាគច្រើននៃនិន្នាការនោះទេខុសគឺខុសមិនមែនខុសនៅលើចំនួនភាគច្រើននៃនិន្នាការនោះដែរទេយើងត្រូវតែតាំងចិត្តក្នុងការសិក្សាដើម្បីធ្វើបដិវត្តន៍នៃជីវិតផ្ដួលរំលំនឹងរបបផ្ដាច់ការដែលកំពុងគ្រប់គ្រងដោយភាពក្រីក្រនិងអវិជ្ជាជាការជាអ្នកកាន់អំណាចទិសដៅគឺដើម្បីកែប្រែស្ថានភាពក្នុងជីវិតបច្ចុប្បន្នឬបំរាស់ចេញពីភាពជាទាសករនៃការលំបាកវេទនាទាំងឡាយប្រយុទ្ធប្រឆាំងដណ្ដើមយកឲ្យបាននូវសេរីភាពគឺភាពរុងរឿងនៃជីវិតដែលក្រាលដោយកម្លាំងតស៊ូដ៏មហិមាក្នុងសមរភូមិនៃជីវិត
ទេរាល់គ្នាព្យាយាមណាស់ក្នុងបច្ចុប្បន្នទើបឈ្មោះនៃសេចក្តីសម្រេចគេមានក្នុងអនាគតចុះអ្នកវិញតើព្យាយាមហើយឬនៅក្នុងបច្ចុប្បន្នសេចក្តីសម្រេចមិនលំបាកស្វែងរកឡើយតែត្រូវស្វែងរកតាមប្រព័ន្ធនៃសេចក្តីព្យាយាមនិងប្រព័ន្ធនៃសេចក្តីអត់ធន់ការហូរចូលមកនៃទ្រព្យសម្បត្តិរមែងមានចរន្តរបស់វាគឺហេតុបើចរន្តគឺហេតុមិនមានទេការហូរចូលមកនៃទ្រព្យសម្បត្តិក៏មិនមានដែរហេតុពិតជាត្រឹមត្រូវមែនហើយសម្រាប់ការបានមកនូវផលនោះប៉ុន្តែហេតុនោះក៏ត្រូវតែឲ្យត្រូវទំនងផងដែរទើបការបានមកនូវផលសមប្រកបដោយល្អកំពែងទ្រព្យសម្បត្តិមានជញ្ជាំងរឹងមាំមានកម្រាស់ដ៏ក្រាស់និងមានកម្ពស់ក៏ខ្ពស់បើបុគ្គលមានកម្លាំងដោយទម្លាយបាននៅកំពែងនេះគឺបុគ្គលពុះពៀរកបាននូវទ្រព្យសម្បត្តិបុគ្គលនោះនឹងត្រូវគេឲ្យឈ្មោះថាជាកំពូលបុរសគឺបុរសដែលមានបានដោយទ្រព្យសម្បត្តិកុំដេកដល់ថ្ងៃដូចជាខ្លួនជាអ្នកធំក្នុងនគរកាលបើខ្លួនមិនទាន់មានជីវភាពធូរធាររស់នៅសុខស្រួលទេគប្បីភ្ញាក់ឡើងហើយប្រារព្ធនៅសេចក្តីព្យាយាមក្នុងការងាររបស់ខ្លួនដើម្បីនឹងមានជីវភាពធូរធាររស់នៅសុខស្រួលដូចជាអ្វីដែលមាននៅក្នុងសេចក្តីប្រាថ្នានិងគំនិតរបស់អ្នកដែលបានគិតដល់ផ្ទាល់នោះឯងបុគ្គលមាននូវការទាំងអស់នេះបានតម្កល់មាំនៅក្នុងខ្លួនហើយរមែងនឹងមានឈ្មោះថាជាអ្នកឈ្នះនៅក្នុងថ្ងៃជាអនាគតការទាំងអស់នោះមានស្មារតីប្រឹងប្រែងស្មារតីព្យាយាមស្មារតីអត់ធន់ស្មារតីសិក្សាស្មារតីមិនដាក់ធុរៈចោលនិងស្មារតីមិនប្រមាថការទាំងអស់នេះជាឈ្មោះនៃការឈ្នះជាអមតៈការធ្វើនៅការងារណាមួយបើគ្រាន់តែល្មមទេឈ្មោះនៃពាក្យថាល្អមិនទាន់បរិបូរណ៍ឲ្យហៅឡើយលុះណាតែយើងព្យាយាមឲ្យណាស់ទើបឈ្មោះនៃពាក្យថាល្អគ្រប់គ្រាន់នឹងឲ្យហៅបានរីឯអ្នកដទៃគេរឹងរិតតែស្ងប់ស្ងាយយើងខ្លាំងណាស់ទៅទៀតគ្រឿងពិតមួយនៃការបរាជ័យឬមិនសម្រេចដោយការធ្វើអ្វីមួយជាទូទៅគឺមកពីបាត់បង់នូវសេចក្តីអត់ធន់និងស្មារតីតែតើរឿងពិតមួយនៃការជោគជ័យឬការសម្រេចដោយការធ្វើអ្វីមួយជាទូទៅគឺមកពីមាននូវសេចក្តីអត់ធន់និងមាននូវស្មារតីនោះឯងភ្លើងកាលបើវាបានឆេះកាន់ជាប់នៅអ្វីណាមួយហើយមានអុសជាដើមអ្វីនោះនឹងត្រូវឆេះខ្ទេចខ្ទីអស់ដោយភ្លើងនោះឯងការគិតនិងការធ្វើរបស់យើងក៏យ៉ាងនោះដែរកាលបើយើងបានគិតនិងបានធ្វើនៅការងារណាមួយហើយដោយសេចក្តីព្យាយាមដ៏ខ្លាំងក្លាការងារនោះនឹងត្រូវបានសម្រេចដោយការគិតនិងការធ្វើរបស់យើងនោះឯងក៏យ៉ាងដូច្នោះដែរអ្នកឈ្នះក្នុងការប្រដាល់គឺគេឈ្នះនៅក្នុងខណៈពេលដែលគេកំពុងវាយតប់គ្នានឹងឯងសេចក្តីសម្រេចយើងអាចធ្វើបានសម្រេចក៏នៅក្នុងខណៈពេលដែលយើងកំពុងមានគ្រឿងសៅហ្មងតោងរូបរឹតចិត្តពោលគឺឧបសគ្គកំពុងធ្វើនៅការរារាំងយើងក៏ដូច្នោះដែរសេចក្តីសម្រេចមុននឹងបានមកជារបស់យើងជាធម្មតាវាចង់សាកល្បងកម្លាំងចិត្តនៃយើងជាមុនកាលបើយើងទ្រាំបានអត់ធន់បានសេចក្តីសម្រេចនោះនឹងបានមកជារបស់យើងកាលបើយើងទ្រាំមិនបានអត់ធន់មិនបានសេចក្តីសម្រេចនោះនឹងមិនបានមកជារបស់យើងឡើយគឺយើងបរាជ័យហើយដោយមកអំពីយើងទ្រាំមិនបានអត់ធន់មិនបាននឹងឯងធ្វើជាមនុស្សបើមិនមានការលះបង់ក៏សម្រេចអ្វីជាដុំកំភួនមិនបានដែរព្រោះជាមនុស្សដែលខ្វះខាតនូវសេចក្តីក្លាហានធ្វើកិច្ចការកាន់តែធំប៉ុណ្ណាការលះបង់ក៏កាន់តែធំប៉ុណ្ណោះគ្មានការលះបង់ការងារធំមិនសម្រេចការលះបង់មានដូចជាកម្លាំងកាយកម្លាំងចិត្ត
កម្លាំងស្មារតីកម្លាំងប្រាជ្ញាកម្លាំងទ្រព្យរបស់ជាទីស្រឡាញ់មនោសញ្ចេតនាពេលវេលាការសង្ស័យជាគ្រឿងរារាំងនូវសេចក្តីសម្រេចបើចង់សម្រេចត្រូវជំរុះចោលនូវការសង្ស័យយើងត្រូវតែបង្ហាញពីភាពដាច់ខាតពីខ្លួនឯងដោយការនិយាយប្រាប់ខ្លួនឯងថាសេចក្តីប្រាថ្នាយើងត្រូវតែធ្វើឲ្យបានសម្រេចបើទោះជាមានឧបសគ្គធំមហិមាចូលមករារាំងដល់ការធ្វើការងាររបស់យើងយ៉ាងណាក៏ដោយសេចក្តីប្រាថ្នារបស់យើងនោះយើងនឹងត្រូវតែទៅឲ្យដល់គឺធ្វើឲ្យបានសម្រេចដោយការនិយាយប្រាប់ខ្លួនឯងដោយការតាំងចិត្តយ៉ាងដាច់ខាតរបស់យើងនោះត្រូវប្រាប់ខ្លួនឯងថាមិនត្រូវមានចិត្តទន់ជ្រាយឡើយបើយើងមានចិត្តទន់ជ្រាយហើយទីបំផុតនៃអ្វីយើងទទួលបានគឺមានឈ្មោះត្រឹមតែជាអ្នកចាញ់ប៉ុណ្ណោះមនុស្សយើងម្នាក់មានអំណាចផ្លូវចិត្តមកអំពីធម្មជាតិមហាសាលណាស់អាចសម្រេចនៅសមិទ្ធផលសំខាន់និងធំលើលោកបានសំខាន់គឺនៅត្រង់ការចេះប្រើប្រាស់ខ្លួនឯងនិងចេះច្នៃប្រឌិតខ្លួនឯងធ្វើខ្លួនឯងឲ្យជាប្រភពធនធានផ្សេងៗដើម្បីជាប្រយោជន៍ក្នុងការសាងនៅសមិទ្ធផលសំខាន់និងធំលើលោកនឹងឯងពេលវេលាត្រូវគិតយើងត្រូវតែគិតពេលវេលាត្រូវសម្រេចចិត្តយើងត្រូវតែសម្រេចចិត្តពេលវេលាត្រូវធ្វើគឺយើងត្រូវតែហ៊ានធ្វើចរិតលក្ខណៈរបស់អ្នកក្លាហានរមែងជាអ្នកហ៊ានធ្វើនៅអ្វីដែលជាការសម្រេចចិត្តរបស់ខ្លួនធ្វើជាមនុស្សត្រូវហ៊ានគិតហ៊ាននិយាយហ៊ានសម្រេចចិត្តនិងហ៊ានធ្វើពេលបរាជ័យបានចូលមកដល់មិនខុសអ្វីនឹងពេលវេលានៃសូរិយាទាបអស់ស្ដងគត់នោះទេបន្ទាប់មកហ៊ានធ្វើដំណើរទៅរកទីកាន់តែងងឹតទៅពេលជោគជ័យបានចូលមកដល់មិនខុសអ្វីនឹងពេលវេលានៃអរុណទះនោះទេបន្ទាប់មកវានឹងធ្វើដំណើរទៅរកទីកាន់តែភ្លឺទៅភ្លឺទៅភ្ញាក់អ្វីមិនស្មើនឹងភ្ញាក់ខ្លួននៅក្នុងលោកនេះមិនមានអ្នកណាជួយយើងជាងយើងជួយខ្លួនឯងឡើយនៅក្នុងលោកនេះមិនមានអ្នកណាលើកស្ទួយយើងជាងយើងលើកស្ទួយខ្លួនឯងឡើយនៅក្នុងលោកនេះមិនមានអ្នកណាគាំទ្រយើងឲ្យក្រៃលែងជាងយើងគាំទ្រខ្លួនឯងឡើយនៅក្នុងលោកនេះមិនមានអ្នកណាគោរពរាប់អានយើងជាងយើងគោរពរាប់អានខ្លួនឯងឡើយក្នុងបច្ចុប្បន្នសម័យនេះមិនមានអ្នកណាស្មោះត្រង់ចំពោះយើងជាងយើងស្មោះត្រង់ចំពោះខ្លួនឯងឡើយមនុស្សយើងចាំបាច់ត្រូវតស៊ូជាមួយនឹងជីវិតបុកទំលាយខឿនសេដ្ឋកិច្ចឲ្យធ្លីមានមុខឆ្ពោះត្រង់សំដៅទៅកាន់ភាពសុខស្រួលនៃការរស់នៅដោយតម្កល់នៅស្មារតីក្នុងសេចក្តីព្យាយាមមិនធូរថយនិងមិនព្រមចុះចាញ់ដល់រាបដល់ទីចុងក្រោយនៃជីវិតភាពក្រីក្រជារនាំងបិទបាំងនៅអ្វីៗគ្រប់យ៉ាងក្នុងជីវិតនៃមនុស្សការធ្វើនៅការងារណាមួយប្រសិនបើការងារនោះជាការងារត្រឹមត្រូវជាការងារដែលស្ថិតនៅក្នុងគោលបំណងនៃខ្លួនយើងហើយកាលបើធ្វើលើកទី1មិនសម្រេចត្រូវធ្វើជាលើកទី2កាលបើធ្វើលើកទី2មិនសម្រេចត្រូវធ្វើជាលើកទី3កាលបើធ្វើលើកទី3មិនសម្រេចត្រូវធ្វើជាលើកទី4ទី5ទី6ទី7ពោលគឺធ្វើរហូតបានសម្រេចរបៀបដូចសត្វកណ្ដៀរដែលមិនឆ្អែតនឹងការពូននៅដីដូច្នោះឯង